តតទៀតថាភូមិមួយដែលគេតែងតែហៅថាភូមិព្រៃស្ងាត់គឺជាភូមិតូចមួយដែលស្ថិតនៅជាយទីក្រុងនៅចុងភូមិមានផ្ទះឈើចាស់មួយដែលគេបានហៅថាផ្ទះមេម៉ាយសនោះភាគច្រើនគឺមិនហ៊ានដើរឆ្លងកាត់នៅទីនោះនៅពេលល្ងាចនោះឡើយព្រោះតែតែលើពីចចាំរាមបាននិយាយថានៅទីនោះពេលយប់តែតែមានឮសំឡេងមនុស្សដើរនិងសំឡេងក្មេងស្រីស្ដែកយំយ៉ាងខ្លាំងនៅថ្ងៃមួយមានក្មេងប្រុសម្នាក់ឈ្មោះវិសាដែលមានអាយុ17ឆ្នាំគេបានសម្រេចចិត្តទៅស្នាក់នៅទីនោះមួយយប់ដើម្បីបង្ហាញទៅកាន់មិត្តភក្តិរបស់គេថានោះគ្រាន់តែជាពាក្យចាំរាមទេនៅទីនោះគ្រាន់តែជារឿងបន្លាចក្មេងតែប៉ុណ្ណោះបាននៅទីនោះពិតជាមានខ្មោចមែនខ្ញុំចង់ឃើញវាខ្លាំងណាស់វិសាក៏បានសើចនៅពេលថ្ងៃលើផ្ទះទៅបានដល់ទៅជាពណ៌ចក្រភ្លឺនៅតាមជញ្ជាំងឈើដែលបានបែកបាក់ចោបានមកបក់យ៉ាងខ្លាំងនៅតាមមកអួចដែលធ្វើឲ្យមកអួចបើកបិទទៅខ្លួនឯងវិសាបានកាន់អំពូលភ្លើងតូចមួយហើយបានដើរចូលទៅក្នុងផ្ទះនោះក្លិនសំណើមក្លិនធូលីដែលធ្វើឲ្យគាត់បានក្អកនៅតាមជញ្ជាំងបានជួបរូបថតស្ត្រីម្នាក់រូបថតនោះហាក់បីដូចជាតាមចម្លងតាមដានទៅកាន់វិសាអញ្ចឹងគ្រាន់តែរូបថតចាស់បានធ្វើឲ្យវិសាភ័យរន្ធត់ជាខ្លាំងពេលរាត្រីបានធ្លាក់ចុះយ៉ាងលឿនវិសាភ្លាមគេក៏បានយកកាបូបទៅដាក់នៅលើតុហើយក៏បានរៀបចំកាមេរ៉ាដើម្បីថតជាវីដេអូគាត់ពិតជាចង់បង្ហាញថានៅទីនេះមិនមានរឿងអ្វីកើតឡើងនោះទេនៅម៉ោង11យប់ផ្ទះក៏ចាប់ផ្ដើមស្ងប់ស្ងាត់លើតែសំឡេងខ្យល់បក់និងសំឡេងឆ្កែព្រុសដែលស្ថិតនៅចម្ងាយឆ្ងាយតែភ្លាមសំឡេងមួយបានបន្លឺឡើងក្រែកក្រក់ក្រែកក្រក់សំឡេងឈើត្រដុកគ្នាទៅតាមជញ្ជាំងនៅផ្នែកខាងលើវិសាសឹងតែភ្លេចដកដង្ហើមភ្លាមគាត់បាននិយាយនៅក្នុងចិត្តថានេះប្រហែលជាខ្យល់បក់ហើយក៏ប៉ុន្តែសំឡេងនោះនៅតែបន្តកាន់តែខ្លាំងឡើងដូចជាមាននរណាម្នាក់កំពុងតែដើរយឺតចុះពីកម្មចនាមួយជំហានម្ដងវិសាបានយកពុះភ្លើងដើរទៅកាន់កម្មចនានរណាម្នាក់ទីនោះប៉ុន្តែសំឡេងនោះនៅតែបន្តនៅខាងក្រោយរបស់វិសាគាត់បានបកក្បាលយ៉ាងលឿនបន្ទប់នៅខាងក្រោយមានងឹតណាស់លើអំពូលក៏ចាប់ផ្ដើមភ្លឺដូចជាខ្សោយទៅភ្លាមនោះសំឡេងក្មេងស្រីស្រែកជុំស្ដាប់បានច្បាស់នៅខាងក្រោមចង្ដាលជួយខ្ញុំផងនរណាក៏បានដែរជួយខ្ញុំផងបេះដូងរបស់វិសាលោតយ៉ាងលឿនដៃរបស់គាត់ញាត់ទៅត្រើតគាត់មិនដឹងថាគួររត់ចេញឬគួរតែទៅពិនិត្យមើលនៅទីនោះទេអារម្មណ៍របស់គាត់គឺច្របូកច្របល់ខ្លាំងណាស់វិសាបាននិយាយលោកទឹកចិត្តរបស់ខ្លួនឯងថានេះប្រហែលជាសំឡេងខ្យល់តែប៉ុណ្ណោះតែសំឡេងនោះនៅតែបន្តស្រែកឡើងបងជួយខ្ញុំផងពាក្យបងបានធ្វើឲ្យឈាមរបស់វិសាចាប់ផ្ដើមត្រជាក់វាពិតជាដូចសំឡេងមនុស្សខ្លាំងណាស់មិនមែនជាខ្យល់នោះឡើយវិសាបានដើរយឺតទៅកាន់ចង្ហារជើងរបស់គាត់ដើរយ៉ាងធ្ងន់គាត់បានបញ្ចេញនូវពន្លឺបំពូននៅខាងក្រោមចង្ហារហើយមានទ្វារតូចមួយបិទជិតទ្វារនោះមានស្នាមកោះនិងស្នាមដៃចាស់វិសាបាននិយាយទៅញោមមកថាតើមាននរណាម្នាក់នៅក្នុងនោះទេក៏ប៉ុន្តែសំឡេងមិនបានឆ្លើយតបមកវិញនោះទេក៏ប៉ុន្តែភ្លាមនោះវិសាបានលើសំឡេងខ្នោះដែរនៅខាងក្នុងបានមិនមានសំឡេងឡើយវិសាបានលូកដៃទៅកាន់ទ្វារនៅពេលដែលគាត់បើកទ្វារភ្លើងពូក៏ចាប់ផ្ដើមរលត់ភ្លាមងងឹតស្ទើរតែមកអ្វីមិនឃើញទាំងអស់នៅខាងក្នុងមានភាពងងឹតជាខ្លាំងមានអ្វីមួយកំពុងតែដើរដង្ហើមនៅក្បែរជើងរបស់គាត់
អ្នកបានមកយឺតពេកហើយនៅពេលនេះអ្នកបានមកយឺតពេកហើយអ្នកដឹងទេអ្នកពិតជាមកយឺតខ្លាំងណាស់ពាក្យថាអ្នកបានមកយឺតពេកហើយបានមកលើសំឡេងទឹកចិត្តរបស់វិសាដង្ហើមត្រជាក់បានប៉ះក្បាលប៉ះករាងកាយរបស់គាត់ស្ទើរតែកកដែលធ្វើឲ្យវិសាទៅញ៉ាំរញ័មមិនអាចផ្លាស់ទីបានភ្លាមនរណាគេនោះនរណាកំពុងតែនិយាយមកកាន់ខ្ញុំភាពងងឹតនៅជុំវិញដូចជាមានទម្ងន់ខ្យល់ត្រជាក់បានហូរកាត់ជើងរបស់វិសាសម្លេងដកដង្ហើមនៅខាងក្រោយខ្នងក៏បានបាត់ភ្លាមដូចជាមិនធ្លាប់មាននៅទីនេះវិសាបានលូកដៃចូលទៅក្នុងហោប៉ៅយ៉ាងរហ័សហើយដកយកទូរស័ព្ទមកបើកផ្លាស់ពន្លឺសល្អិតបានបំភ្លឺនៅជុំវិញទ្វារនៅខាងក្រោមទឹកដើរក៏បានបើកចំហឡើងនៅទីនោះបានបង្ហាញនៅចន្ទើដែលបានបង្ហាញនៅផ្លូវនៅក្រោមដីមិនអាចទេផ្ទះនេះមានបន្ទប់ក្រោមដីចន្ទើចុះទៅកាន់ខាងក្រោមងងឹតរំទាំងមានសំណើមខ្លាំងជញ្ជាំងអត់មានស្នាមតាក់ជ្រាបនៅចុងខាងក្រោមមានបន្លឺស្រទន់មួយក៏ដូចជាអង្គូចាស់បានបំភ្លឺឡើងនៅភ្លាមវិសាក៏បានសម្រេចចិត្តចុះទៅកាន់ទីនោះមួយជំហានម្ដងឈើចុះដើរចាស់បានបន្លឺសំឡេងក្រែកនៅពេលដែលវិសាដើរទៅកាន់ទីនោះនៅពេលដែលបន្តចុះទៅកាន់ជាន់ក្រោមក្លិនសំណើមមានខ្លាំងជាងមុននៅពេលដែលគាត់ឈានទៅដល់ជាន់ខាងក្រោមគាត់បានឃើញបន្ទប់តូចមួយមាននៅតុឈើនិងកៅអីចាស់នៅលើតុមានប្រអប់ដែកមួយហើយនៅតាមជញ្ជាំងមានស្នាមកោសជាច្រើនដូចជាមាននរណាម្នាក់កោសវានៅក្នុងបន្ទប់នោះអស់រយៈពេលជាយូរឆ្នាំបេះដូងរបស់វិសាបានលោតញាប់ជាខ្លាំងគាត់បានដើរជឿទៅកាន់ប្រអប់ដែកនោះនៅខាងលើវាមានសោបិទជិតតែសោត្រូវបានបំបែកជាមុនគាត់បានលើកគំរបឡើងយឺតនៅខាងក្នុងនោះមានសៀវភៅកំណត់ហេតុចាស់មួយក្រដាសសៀវភៅពណ៌លឿងដោយមានអក្សរខ្មៅស្រពេចស្រពិលវិសាបានបើកទំព័រដំបូងអាននៅថ្ងៃទី12ខែកក្កដាខ្ញុំបានឮសំឡេងក្មេងស្រីម្នាក់ដែលបានស្រែកហៅខ្ញុំនៅខាងក្រោមចន្ទើតែគាត់បានស្លាប់រួចមកហើយភ្លាមវិសាចាប់ដើមញ័រដៃទៅត្រើតគាត់បានបើកសៀវភៅបន្តទៀតគេបាននិយាយថាខ្ញុំឈួតក៏ប៉ុន្តែខ្ញុំពិតជាបានឮសំឡេងនាងជារៀងរាល់យប់នាងបានសុំឲ្យខ្ញុំបើកទ្វារខ្ញុំមិនគួរបើកទ្វារនោះទេភ្លាមសំឡេងក្មេងស្រីបានបន្លឺឡើងនៅខាងក្រោយបងអ្នកបើកវាហើយវិសាបានត្រឡប់ភ្លាមពន្លឺភ្លើងទូរស័ព្ទរបស់គាត់ដែលញាក់រញ័រនៅក្នុងដៃរបស់គាត់នៅក្នុងបន្ទប់មានរាងតូចឈើមួយដែលសក់វែងបិទមុខសម្លៀកបំពាក់ពោពេញទៅដោយពណ៌សបែកបាក់ប្រហែលជើងរបស់នាងមិនប៉ះនឹងដីនោះទេខ្ញុំមិនចង់ធ្វើអ្វីទេវិសាភ្លាមក៏ថយក្រោយយ៉ាងយឺតនាងបានលើកដៃយ៉ាងយឺតភ្នែករបស់នាងទេមិនមានមនុស្សមុខស្រស់ស្អាតប៉ុន្តែស្លេកស្លាំងនាងបាននិយាយយ៉ាងស្រាលគេបានចាក់សោខ្ញុំនៅទីនេះតើបងអាចជួយខ្ញុំចេញពីទីនេះបានដែរឬទេជញ្ជាំងនៅជុំវិញក៏ចាប់ផ្ដើមបន្លឺសំឡេងកោកក្រោកដូចជាសំឡេងដែលដៃរបស់នាងកំពុងតែកោះនៅលើអត់វិសាមានអារម្មណ៍ច្របល់គាត់គិតថាគួរជឿឬក៏គួររត់អ្នកគឺត្រូវពឹងអ្វីពីខ្ញុំគាត់បានសួរនាងបានញញឹមបន្តិចញញឹមដែលមិនគួរត្រូវមាននៅលើទឹកមុខរបស់នាងទេ
ខ្ញុំត្រូវការរាងកាយថ្មីខ្ញុំត្រូវការរាងកាយរបស់អ្នកភ្លាមនោះលើភ្លើងទូរស័ព្ទក៏បានរលត់ងងឹតពេញបន្ទប់សំឡេងដើរយឺតមកកាន់វិសាជើងរបស់គាត់ស្ទើរតែមិនអាចបោះជំហានបានខ្យល់ត្រជាក់នៅតាមក្រោយដូចជាអ្វីមួយកំពុងតែដេញនៅតាមក្រោយគាត់នៅពេលដែលគាត់ទៅដល់ផ្ទះទ្វារខាងក្រៅក៏បានបិទជិតដោយខ្លួនឯងមកអួយបិទទុកហាំងភ្លើងនៅក្នុងផ្ទះក៏ចាប់ផ្ដើមងងឹតដោយខ្លួនឯងនៅតាមជញ្ជាំងមានរូបនាងជាច្រើនដែលបំរាស់ទីបដូរគ្នានៅជុំវិញរបស់វិសាវាបានបដូររូបរាងមិនមែនជារូបរបស់ស្ត្រីចាស់ទៀតទេក៏ប៉ុន្តែវាបានបដូរទៅជារូបរបស់វិសាភ្នែកនៅក្នុងរូបនោះក៏បានបើកឡើងយ៉ាងធំហើយបានញញឹមកាន់តែមុខគួរឲ្យខ្លាចសំឡេងបានលើឡើងនៅខាងក្រោយគាត់សំឡេងក្មេងស្រីបានស្រែកឡើងយ៉ាងស្រាលឥឡូវនេះបងគឺជាខ្ញុំហើយ